សួស្តីយើងជួបគ្នាម្ដងទៀតហើយជាមួយនឹងការសង្ខេបរឿងអក្សរសិល្ប៍ខ្មែរបានតោះចុះដើម្បីកុំឲ្យខកពេលយូរយើងមកធ្វើការតាមដានស្ដាប់ដូចតទៅរឿងទី1នោះគឺរឿងទុំទាវអូខេយើងដឹងថាទុំគឺជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបានបួសរៀនជាមួយនឹងមិត្តភ័ក្តិម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំផងដែរតាំងពីអ្នកមានចំណេះដឹងខាងមន្តអាគមស្មូតផ្លុំពៃនឹងធ្វើតកលក់ដោយឡែកទុំយើងដឹងថាមានរូបរាងស្អាតនិងមានសម្លេងពីរោះផងដែរថ្ងៃមួយណែនទាំងពីរក៏បានសុំលោកគ្រូចាស់អធិការយកតោកទៅលក់ពេលនោះទុំនិងពេជ្រលក់រហូតទៅដល់ស្រុកត្បូងឃ្មុំយើងដឹងថាទុំបានស្មូតយ៉ាងពីរោះដែលធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូសឆាយមកស្ដាប់នាងណូជាភេទលៀងរបស់នាងទាវនោះឃើញទុំស្អាតសម្លេងក៏ពីរោះក៏គួចចិត្តស្នេហាតែដោយឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវវិញទាវដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តនេនទុំមកស្មូតដល់ផ្ទះរបស់ខ្លួនពេលនោះទុំស្មូតយ៉ាងពីរោះក៏ទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំผ้าห่មបារីស្លាមលូឲ្យនាងណូយកទៅប្រគេនទុំហើយប្រាថ្នាផ្សងឲ្យបានជួបទុំម្ដងទៀតឯទុំវិញក៏ចាប់ចិត្តស្រឡាញ់នាងទាវដែរមកដល់វត្តវិញទុំក៏បានរិះរោចឧបាយកលសុំលោកគ្រូសឹកតែលោកគ្រូពុំព្រមព្រោះការទូទាយឃើញថាជើងលេខមិនល្អគឺស្ថិតនៅលើពាននៃសេចក្តីស្លាប់ដោយគ្រូមិនអោយសឹកទុំក៏ទៅរកម្ដាយឲ្យជួយអង្វរលោកគ្រូតែនៅតែពុំបានសម្រេចដដែលទុំក៏ដាច់ចិត្តលួចសឹកម្នាក់ឯងហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅស្រុកត្បូងឃ្មុំវិញជួនជាពេលនោះម្ដាយទាវមិននៅផ្ទះផងទុំក៏ឡើងលើផ្ទះហើយលួចរំរាក់ជាមួយនឹងនាងទាវនៅពេលនោះទៅក្រោយមកជួនជាចៅហ្វាយខេត្តត្បូងឃ្មុំក៏បានចូលដណ្ដឹងនាងទាវឲ្យមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវស្ដេចរីមៀដែលសោយរែងនៅក្នុងក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះដឹងថាទុំចេះស្មូតយ៉ាងពីរោះផងដែរដោយប្រាប់បាទរីមៀចង់បានស្រីស្អាតធ្វើជាស្នំឯងក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំងលុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខស្ដេចទុំបានច្រៀងរៀបរាប់សពគ្រប់ធ្វើឲ្យស្ដេចរៀបការឲ្យនឹងទុំនិងនាងទាវជាប្តីប្រពន្ធនឹងគ្នានៅពេលនោះទៅហេតុការណ៍នេះបានធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់វិលមកស្រុកកំណើតវិញហើយក៏បានរិះរោចឧបាយកលខ្លែងខ្លាយគឺខ្លែងសម្បត្តិប្រាប់ទៅនាងទាវថាខ្លួនធ្លាក់ខ្លួនមានជំងឺជាតិធ្ងន់បានដំណឹងភ្លាមទាវក៏មកមើលម្ដាយដល់ផ្ទះក៏ត្រូវម្ដាយចាប់បង្ខំហើយឲ្យរៀបការជាមួយនឹងមើលងួនទាវក៏អស់សង្ឃឹមក៏សរសេរសម្បត្តិឲ្យទុំបានដឹងផងដែរពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំនិងពេជ្រដើម្បីខាត់អរជូនមកដល់ផ្ទះទាវយើងដឹងថាពេលនោះទុំក៏វង្វេងវង្វាន់ស្មារតីអស់ក៏ផឹកស្រាស្រវឹងប្រគៀកប្រអោបជាមួយនឹងនាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្ដាយទាវនោះខឹងយ៉ាងខ្លាំងក៏បញ្ជុះអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាលតែម្ដងទៅដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនិងនាងណូនោះក៏តាមរកទុំនៅពេលដែលឃើញទុំស្លាប់អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅពេជ្រនាំដំណឹងអកុសលនេះក៏ទទួលដល់ស្ដេចក៏មកកាត់ក្តីដោយចាប់អរជូនមើលងួននិងម្ដាយទាវកប់ទាំងរស់ត្រឹមកហើយយករនាស់រាប់ពីលើក្បាលឯអ្នកស្រុកត្បូងឃ្មុំទាំងអស់ក៏បញ្ចូលជាអ្នកងារទាំងអស់ចាប់ពីពេលនោះទៅរឿងផ្កាស្រពោនប៊ុនធឿននិងវិទ្យាត្រូវបានឪពុកម្ដាយផ្សំផ្គុំជាគូនឹងគ្នាតាំងពីតូចៗម្លេះប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដណ្ដាបដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកពុកចាយទៅលក់នៅឯព្រៃនគរគឺត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់យាយនួនដែលជាម្ដាយនាងវិធីវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាជាងកិត្តិយសផងនោះក៏បានផ្ដាច់ពាក្យពីប៊ុនធឿនព្រោះដឹងថាប៊ុនធឿនពេលនេះគ្មានទ្រព្យសម្បត្តិគ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ
យីនួនក៏បានលើកនាងវិធីវីទៅឲ្យចៅណៃសតកូនប្រុសដែលជាថកែណៃសៀននិងនាងធោជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំណៃសតជាយុវជនខ្វះសិលធម៌ពីលីអវាសែអានតកៈដល់លេងតាមអំពើចិត្តចាប់តាំងពីយីនួនលើកនាងវិធីវីទៅឲ្យចៅណៃសតមកនាងវិធីវីក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺស្រពាប់ស្រពូនគិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់ប៊ុនធឿនគូសង្សារស្មើនឹងជីវិតតែនាងមិនហ៊ានប្រកែកនឹងបំណងម្ដាយឡើយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពរបស់នាងវិធីវីក៏កាន់តែទ្រុឌទ្រោមទៅទ្រុឌទ្រោមត្រូវកម្លាំងក៏កាន់តែខ្សោយចំណែកឯទឹកមុខក៏ស្លេកស្លាំងបាយមិននឹកទឹកមិនឃ្លានគេងក៏មិនលក់បក់ក៏មិនហើយនាងវិធីវីកាន់តែមានសភាពធ្ងន់ធ្ងរទៅឯយីនួនវិញនោះឃើញកូនពិបាកចិត្តក៏នាំយកនាងទៅដើរលេងទៅដល់ខេត្តសៀមរាបដើម្បីឲ្យនាងបានធូរស្បើយក្នុងចិត្តចឹងណាតែនាងវិធីវីមិនមានចិត្តសមណោះបន្តិចណាស់ឡើយក្រោយមកនាងវិធីវីក៏មានជំងឺក្អកធ្លាក់ឈាមហើយគ្រូពេទ្យក៏ខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយឡើយនិយាយពីយីនួនវិញមិនបានយល់ពីទឹកចិត្តកូនស្រីរបស់គាត់ទេគិតតែពីដើររកគ្រូម៉ម្ដងឲ្យលោកស្រោចទឹកម្ដងបញ្ជាន់អរិយអញ្ចឹងតែនៅតែគ្មានបានលទ្ធផលអ្វីសោះថ្លែងពីប៊ុនធឿនវិញពេលត្រឡប់មកភ្នំពេញវិញទទួលដំណឹងថានាងវិធីវីចិត្តរៀបការក៏កើតតុកតូមម្នេញយំខ្សឹកខ្សួលតែម្នាក់ឯងនៅពេលនោះប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយនឹងតាសូរោគត្រីរោគអស់ដើម្បីបន្លប់នៅសក្តីទុកមួយដែរនៅពេលដែលប៊ុនធឿនត្រឡប់មកពីព្រៃវិញមច្ចរាជបានផ្ដាច់យកអាយុសង្ខារវិធីវីទាំងវ័យក្មេងដោយបន្សល់ទុកនៅតែសេចក្តីទុកសោកអឡោះអាល័យសង្រៃឲ្យប៊ុនធឿនចាប់តាំងពីពេលនោះមករឿងមីលាដួងចិត្តទីក្បួតជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី2ទំនើបទីក្បួតជាមនុស្សដែលមានអារម្មណ៍អណ្ដែតអណ្ដូងចូលចិត្តការស្ដាប់ចម្រៀងសៀមពេលវិស្សមកាលទីក្បួតក៏បានទៅលេងឪពុកម្ដាយនៅភូមិអូតាគីខេត្តបាត់ដំបងពេលធ្វើដំណើរតាមរថភ្លើងក៏បានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀតនាងនោះឈ្មោះច័ន្ទមនីអ្នកទាំងពីរសាសងគ្នាពីនេះពីនោះស្រាប់តែរថភ្លើងមកដល់ចំណុចតែម្ដងទីក្បួតនឹកស្ដាយមិនចង់ឃ្លាតឡើយបរោះចំណាស់ម្នាក់កំពុងឈររេរាឈ្មោះទេពកោសលល្អវិចិត្រក៏ជាឪពុកនាងច័ន្ទមនីដែលភៀសខ្លួនមកនៅស្រុកខ្មែរផងដែរដោយសារតែរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករុំគំនិតបោះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀមនាងច័ន្ទមនីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធដែលបានជួយយកអាសានាងក្នុងពេលធ្វើដំណើរអ្នកទាំង3ស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួនចាប់តាំងពីពេលនោះមកទីឃាវុធពុំបានជួបនាងច័ន្ទមនីទៀតទេថ្ងៃមួយនៅពេលសម្រាប់ពីការសិក្សាទីឃាវុធតមើលកូនស្រាប់តែបានជួបពីអ្នកឪពុកនិងកូនម្ដងទៀតនាងច័ន្ទមនីបានបបួលទីឃាវុធទៅលេងផ្ទះនាងចាប់តាំងពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ធ្វើឲ្យអ្នកទាំងពីរកាន់តែស្នេហ៍ឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយទីឃាវុធក៏បានខិតខំប្រឹងប្រែងរៀនសូត្រធ្វើឡើងផងដែរក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងច័ន្ទមនីក៏បានបបួលទីឃាវុធទៅលំហែកាយនៅខេត្តសៀមរាបគឺទីក្រុងអង្គរពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំកូលែនគូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភ័ក្ត្រព្រះអង្គធំសូមឲ្យសេចក្តីស្នេហាគេទាំងពីរនាក់បានសម្រេចដោយបំណងនឹងទទួលបាននូវសេចក្តីសុខក៏ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរគេសប្បាយរីករាយជាពន់ពេកបានដំណឹងល្អនេះនាងទៅប្រាប់នាងច័ន្ទមនីតែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពុតស្រពន់ទៅវិញដោយសារតែនាងច័ន្ទមនីនិងឪពុកត្រឡប់សុខកំណត់វិញព្រោះម្ដាយនាងមានជំងឺហើយលោកទេពកោសលត្រូវរួចពីទោសផងតាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ
ចំណែកឯប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរសាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញទីឃីវុតសម្រាប់ចិត្តជប់រៀនហើយត្រឡប់ស្រុកកំណើតវិញដោយស្ថានភាពការក្នុងនិងក្រៅប្រទេសមិនស្រួលហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបល្ល័តនៅខេត្តពោធិ៍សាត់ទីឃីវុតបានជួលផ្ទះមីងក្អាត់ពូហ៊ីនស្នាក់អាស្រ័យការធ្វើការងារនៅខេត្តពោធិ៍សាត់គេបានជួបប្រទះតែអំពើពុករលួយពីលាអាវ៉ាសែម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគីដែលជាគិញសម្ងាត់នោះថានាងច័ន្ទមនីនិងឪពុករបស់នាងធ្វើការជាចាបរោះចានារីមកយកការនៅស្រុកខ្មែរធ្វើឲ្យទីឃីវុតមានការខឹងសម្បាច់ជាខ្លាំងក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ពការប្រយុទ្ធគ្នាបានផ្ទុះឡើងធ្វើឲ្យទ័ពខាងយើងមានរបួសនិងស្លាប់ជាច្រើនអ្នកក្នុងចំណោមអ្នករងគ្រោះទីឃីវុតត្រូវរងរបួសធ្ងន់ជាងគេតែត្រូវបាននាងច័ន្ទមនីបរិច្ចាគឈាមឲ្យនិងព្យាបាលជំងឺទប់ទីឃីវុតបានជាសះស្បើយទីឃីវុតមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេថែមទាំងបានប្រើសម្ដីគំរោះគំរើយអសិលធម៌ឲ្យនាងថែមទៀតផងតែនាងមិនបានខឹងនឹងកំឡោះទេព្រោះនាងមានហេតុផលច្បាស់លាស់ណាស់ពេលត្រឡប់ពីសង្គ្រាមវិញទីឃីវុតក៏បានទទួលតំណែងជាចៅហ្វាយស្រុកពួកពេលនោះព្រំប្រទល់ខ្លះដូចជាបាត់ដំបងមួយភាគនៃខេត្តពោធិ៍សាត់កំពុងធំស្ថិតក្រោមការកាន់កាប់របស់ប្រទេសសៀមធ្វើឲ្យប្រជាជនមានការលំបាកចិញ្ចើមប្រកបរបរកសិកម្មកំឡោះរំនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាងអំភើនិងនាងជលនន្ទជាជនជាតិសៀមដោយធ្វើការចិញ្ចើទៅមកផ្ទះរបស់គេមិនដែលដាច់ថ្ងៃមួយនាងអំភើបាននាំឪពុកមីនិងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរទីឃីវុតបានចាត់ចែងជូនដំណើរគ្រួសារនាងអំភើដើម្បីតបស្នងដែលបានធ្វើល្អមកលើខ្លួនទីឃីវុតបានសោកស្ដាយណាស់ដោយសម្លាញ់វិគីបានដំណឹងខុសពីនាងច័ន្ទមនីនិងឪពុកទីឃីវុតចង់ធ្វើការសំទោសនាងតែនាងពុំមានឱកាសសោះពេលទៅដល់របាយការណ៍ពីទទួលទានអាហាររួចចង់ហូបទឹកកំពុងតែបណ្ដាអារម្មណ៍ស្រាប់តែនាងច័ន្ទមនីហែលទឹកមករកទីឃីវុតចង់សួររឿងរ៉ាវខ្លះៗទីឃីវុតបាននិយាយសំទោសនាងតែពុំព្រមទទួលនាងធ្វើជាសងសាទមិនទេព្រោះគេបានសច្ចាចំពោះព្រះភក្ត្របដិមានៅអង្គរថាបើសៀមប្រកុលខេត្តដែលគេយកទៅឲ្យខ្មែរវិញទើបរាប់អានសៀមជាមិត្តភក្តិបានសង្គ្រាមត្រូវបានបញ្ចប់សៀមបានប្រកុលទឹកដីឲ្យខ្មែរវិញដោយមានលោកជុលឡុងតំណាងរាជរដ្ឋាភិបាលនិងលោកអុកញ៉ាឌឺសុងហ្គាជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរវិញនៅក្រោយការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់លោកទេពកោសលបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមកសេចក្តីស្នេហារបស់ទីឃីវុតនិងច័ន្ទមនីបានចេញជាពន្លកភ្លឺចិញ្ចែនឡើងវិញនៅក្រោមដំបូលវិហារមួយដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូតតទៅ